Hello អ្នកទាំងអស់គ្នានេះគឺជា website តូចមួយដែលយើងធ្វើឡើងដោយមិនត្រូវការអស់ប្រាក់ហើយវាល្អសម្រាប់អ្នកដែលទើបតែចាប់ផ្ដើមអាជីវកម្មដំបូងដែលគាត់មិនចាំបាច់ទៅចំណាយទៅលើអីផ្សេងច្រើនទេអញ្ចឹង website នេះយើងធ្វើឡើងគឺ free ទេហើយថាតើ website free របស់យើងហ្នឹងដំណើរការរបស់វាបានប៉ុណ្ណាដែរឥឡូវយើងចូលមកដល់ page ដំបូងយើង register សិនដើម្បីយើងអាចទិញអីវ៉ាន់ពីហាងនឹងបានអញ្ចឹងឥឡូវយើងដាក់ឈ្មោះពេញរបស់យើងមកឧទាហរណ៍ឈ្មោះនេះហើយហើយទីតាំងគឺយើងដាក់ទីតាំងអាសយដ្ឋានរបស់យើងដើម្បីឲ្យគេងាយស្រួលដឹកអីវ៉ាន់ទៅដល់ផ្ទះរបស់យើងអញ្ចឹងគឺយើងអាចដាក់ទីតាំងមកឥឡូវយើងដាក់កាត់អញ្ចេះក៏បានអូខេយើងដាក់ចឹងក៏បានដែរឬក៏យើងថែមខេត្តមួយទៀតមកចឹងបន្ទាប់ពីយើងបំពេញព័ត៌មានទាំងអស់ហ្នឹងហើយគឺយើងអាចចុច register បានហើយចឹងបន្ទាប់ពីយើងចុច register បានហើយគឺវាចូលមកកាន់កន្លែងលក់របស់យើងហើយនេះគ្រាន់តែជាការ demo ទេហើយសម្រាប់អ្នកដែលគាត់លក់អីវ៉ាន់នៅពេលដែលគាត់តេស្តហើយចាំគាត់ឲ្យ feedback តាមក្រោយបានយើងអាចកែតម្រូវទៅតាមការងាររបស់គាត់អញ្ចឹងឥឡូវយើងតេស្តទិញអីវ៉ាន់1 2ទៅឥឡូវយើងរើសពណ៌សិនមករើសពណ៌អីគេយើងដាក់ពណ៌ក្រហមហើយសាយចេះទៅហើយ add ចូល card របស់យើងមួយហើយយើងអាចទិញអីវ៉ាន់ផ្សេងបានទៀតឧទាហរណ៍ដូចអានេះអីក៏យើងអាចទិញបានដូចគ្នាហើយនៅពេលដែលចូលមកដល់កន្លែងនេះក៏យើងអាចបន្ថែម product របស់យើងបានតាមនឹងដែរហើយបន្តមកទៀតគឺយើងអាចទូទាត់វិក័យប័ត្រតាមនេះក៏បានឬក៏យើងអាចឆាតទៅគាត់ផ្ទាល់ក៏បានដែរអញ្ចឹងនៅពេលណាដែលគ្នាយើងទូទាត់វិក័យប័ត្រគឺយើងទាមទារឲ្យ upload អញ្ចឹងបន្តមកទៀតគឺយើងអាច submit បន្តទៅបានហើយអូខេឥឡូវការទិញរបស់យើងជោគជ័យហើយអញ្ចឹងនៅពេលដែលយើងនៅពេលដែលភ្ញៀវរបស់យើងគាត់ទិញអីវ៉ាន់បានហើយគឺវាលោតមកចូល Telegram របស់យើងអូតូមកនេះអញ្ចឹងនេះគឺជាវិក័យប័ត្រដែលយើងបានទិញអីវ៉ាន់មិញហើយមានឈ្មោះអតិថិជនមានលេខទូរស័ព្ទមានទីតាំងហើយព័ត៌មានកំងអីចឹងទៅហើយបើសិនណាបើយើងចង់ដឹងថាគាត់ទិញអីវ៉ាន់អីគឺយើងអាចចុចមើលរូបភាពនេះក៏បានដែរអញ្ចឹងគឺ process របស់វាមានប៉ុណ្ណឹងហើយយើងធ្វើបែបគេហៅថាដោយមិនអស់លុយបើសិនណាបើយើងហ៊ានចំណាយទៅលើការទិញ domain ទិញ storage ទិញ hosting អីផ្សេងគឺយើងធ្វើបែបផ្សេងតែនេះគ្រាន់តែជា simple ទូចមួយសម្រាប់អ្នកដែលយើងធ្វើដោយមិនចំណាយលុយអញ្ចឹងវីដេអូរបស់យើងអស់ប៉ុណ្ណឹងហើយ